កម្មវិធី Excel អ្នកទាំងគ្នាប្រហែលជាធ្លាប់ឃើញបាទរបៀបដែលគេដាក់ freeze ហ្នឹងគឺរបៀបតែយើង scroll ចេះពេលដែលយើង scroll ទៅអា header ខាងលើហ្នឹងវាអត់បាត់ទេវានៅជាប់កន្លែងហ្នឹងដើម្បីឲ្យយើងងាយស្រួលមើលកុំឲ្យយើងច្រឡំជួរបាទខ្ញុំ scroll ទៅលើគឺ header ឈ្មោះ full name Monday Tuesday ហ្នឹងគឺវាអត់បាត់ទេឃើញទេបាទហើយខ្ញុំ scroll ទៅស្ដាំគួរអត់បាត់ដែរពេលខ្ញុំ scroll ទៅខាងស្ដាំទៅបាទឈ្មោះនៅខាងឆ្វេងហ្នឹងក៏វាអត់លុបដែរងាយស្រួលមើលបាទអាហ្នឹងគឺយើងហៅថាការកំណត់ freeze ការដាក់ freeze នៅក្នុងកម្មវិធី Excel បាទអញ្ចឹងអ្នកទាំងគ្នាអាចតាមដានវីដេអូនេះបានដំបូងគឺយើងមានជា table មួយបាទដែល table របស់យើងហ្នឹងអត់ទាន់ដាក់ freeze ទេឃើញទេអញ្ចឹងពេលយើង scroll ទៅលើទៅវាបាត់បាទវាបាត់ header នៅខាងលើហើយពេលខ្ញុំ scroll ទៅខាងស្ដាំវាបាត់ឈ្មោះឃើញទេអញ្ចឹងពេលយើងវាយទិន្នន័យបញ្ចូលទិន្នន័យព័ត៌មានឯមួយយើងពិបាកមើលឈ្មោះនេះបាទពេលខ្លះយើងបញ្ចូលទិន្នន័យទេវាអាចច្រឡំឈ្មោះណាបាទអញ្ចឹងគឺយើងត្រូវការដាក់ freeze ដើម្បីងាយស្រួលមើលអញ្ចឹងពេលខ្ញុំ scroll ទៅបាត់ហើយឃើញទេទៅលើក៏ដូចគ្នាឃើញទេទៅលើក៏បាត់មកឆ្វេងស្ដាំក៏បាត់ដូចគ្នាបាទអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែចុចកន្លែងនេះចុចទីតាំងអញ្ចឹងយើងមើលលើទីតាំងមានន័យថាខ្ញុំចង់ឲ្យទៅលើវាឈប់ត្រឹមហ្នឹងចង់ឲ្យមកឆ្វេងវាឈប់ត្រឹមហ្នឹងដែរអញ្ចឹងយើងយកមកចុចកន្លែងជ្រុងហ្នឹងមួយមកហើយមើលមកខាងម៉នុយខាងលើយកពាក្យ view បាទចុចពាក្យ view វិញយកកន្លែង freeze panel នេះបាទ free pen ហើយទៅយើងចុច freeze pen នេះមកបាទចុច freeze pen ហ្នឹងទៅអញ្ចឹងវាចេញជាបន្ទាត់មួយនេះឃើញទេនេះបាទបន្ទាត់នេះមានន័យថាវាត្រូវនៅត្រឹមហ្នឹងហើយវាអត់បាត់ទេហើយបន្ទាត់នៅខាងលើនេះក៏វានៅត្រឹមហ្នឹងដែរវាអត់បាត់ទេឃើញទេអញ្ចឹងពេលដែលយើង scroll ទៅវាអត់បាត់ទេឃើញទេបាទនៅជាប់ត្រឹមហ្នឹងហ្នឹងយើងហៅថាដាក់ freeze ទៅមកស្ដាំក៏ដូចគ្នាចាំមើលមកស្ដាំក៏អត់បាត់ដែរបាទអាហ្នឹងគឺតិចមួយបាទក្នុងការបញ្ចូលទិន្នន័យនៅពេលយើងមានទិន្នន័យច្រើនយើងក៏មកឲ្យច្រឡំជួរយើងដាក់បែបហ្នឹងទៅបាទងាយស្រួលមើលណាឃើញទេបាទអញ្ចឹងវីដេអូចែកម្លែកខ្លីៗមានប៉ុណ្្នឹងទេបាទសូមអរគុណ